ជាដំបូងធ្វើការលាងសណ្តែកសៀងឲ្យស្អាតបន្ទាប់មកដាក់សណ្តែកសៀងត្រាំទឹកឲ្យបានមួយយប់សណ្តែកក្រោយត្រាំទឹកមួយយប់រួចហើយត្រូវយកវាទៅលាងទឹកម្ដងទៀតផ្ដើមកិនសណ្តែកចាក់សណ្តែកចូលនឹងទឹកហើយកិនសណ្តែករួចត្រូវយកស្បៃច្រកសណ្តែកដែលកិនរួចចូលបន្ទាប់មកច្របាច់យកទៅទឹកសណ្តែកសុទ្ធនេះគឺជាទឹកសណ្តែកដែលច្របាច់រួចទឹកសណ្តែកដែលច្របាច់រួចនឹងទុក4ទៅ5វែកយកទឹកសណ្តែកដែលដួសទុកនោះយកមកលាយជាមួយម្សៅអង្ករខ្សាយលាយវាឲ្យសព្វធ្វើការលាយពីលាយសាឡាជាមួយទឹកដើម្បីឲ្យវារលាយទុកវាចោលមួយឡែកធ្វើការដាំទឹកសណ្តែកចាក់សណ្តែកចូលបើកភ្លើងទុកវាឲ្យពុះពេលទឹកសណ្តែកចាប់ផ្ដើមពុះហើយត្រូវបន្ថយភ្លើងយកវែកកូរវាទុកឲ្យវាពុះឲ្យបាន5នាទីទឹកសណ្តែកក្រោយពុះបាន5នាទីរួចត្រូវចាក់ម្សៅអង្ករដែលលាយរួចចូលនៅពេលដែលចាក់ម្សៅអង្ករចូលត្រូវកូរវាឲ្យជាប់កុំឲ្យវាកកដុំកូរទឹកសណ្តែកឲ្យជាប់រួចហើយទុកវា5នាទីឲ្យពុះជាការរួចស្រេចត្រូវប្រើឆ្នាំងមួយទៀតរួចហើយយកទឹកពីលាយសាឡាចាក់ចូលបន្ទាប់មកយកទឹកសណ្តែកចាក់ទៅក្នុងឆ្នាំងនោះទុកតៅហ៊ូឲ្យត្រជាក់មួយឡែកផ្ដើមធ្វើទឹកស្ករចាក់ទឹកចូលបើកភ្លើងចាក់ស្ករត្នោតចូលចាក់អំបិលចូលនិងចាក់ខ្ញីចូលទុកវាឲ្យពុះងាស់ទឹកស្ករបន្តិចរួចហើយបិទភ្លើងជាការរួចស្រេចតៅហ៊ូក្រោយកន្លះម៉ោងបានត្រជាក់បន្តិចហើយដួសវាដាក់ចានដើម្បីធ្វើការញ៉ាំតៅហ៊ូទឹកស្ករបានរួចរាល់ហើយសង្ឃឹមថាបងប្អូននឹងចូលចិត្តឃ្លីបវីដេអូនេះសូមអរគុណសូមជម្រាបលាជួបគ្នានៅឃ្លីបក្រោយទៀតបាយបាយ